Nơiក្នុងថ្ងៃនេះយើងនឹងរៀនចេញអំពីសុភាសិតជំពូកទី3ហើយដូចនិយាយចឹងថាពេលយើងរៀនយើងត្រូវការយកចិត្តទុកដាក់ហើយបើសិនជាអ្នកណាចេះអានសូមជួយអានហើយយើងពិចារណាទាំងអស់គ្នាយើងមកទីនេះដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះអញ្ចឹងមិនមែនយើងមិនបានយកចិត្តទុកដាក់គឺមិនត្រឹមត្រូវនោះទេគឺយើងត្រូវយកចិត្តទុកដាក់ហើយយើងត្រូវពិចារណាដោយចេញពីចិត្តរបស់យើងទាំងអស់គ្នាដែរអរគុណព្រះអង្គអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរសូមជួយអាននៅក្នុងខ27និង28ហើយខ្ញុំនឹងបកស្រាយដូចគ្នាដែរម្ដង2ខតោះមិនត្រូវបដិសេធនឹងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយគឺត្រូវជួយគេតាមលទ្ធភាពរបស់កូនបើអ្នកដតីមកសុំអ្វីពីកូនហើយបើកូនមានមិនត្រូវពោលទៅគេថាទៅសិនចុះចាំស្អែកសឹមត្រឡប់មកវិញខ្ញុំនឹងប្រគល់ជូនអញ្ចឹងក្នុងខគម្ពីរប្រាប់ថាបើសិនជាមានអ្នកណាត្រូវការជំនួយពីយើងត្រូវតែជួយគេមិនថាយើងមានលទ្ធភាពយ៉ាងណាក្នុងការជួយគេគឺជួយតាមលទ្ធភាពតួយ៉ាងដូចជាមិត្តភ័ក្តិយើងដែលយើងរៀនជាមួយគ្នាយើងជួបមុខគ្នារាល់ថ្ងៃអញ្ចឹងអ្វីដែលយើងអាចរៀនចេញគឺយើងត្រូវតែប្រស័យតតងជាមួយគ្នាឲ្យបានល្អហើយយើងត្រូវតែចេះជួយគ្នានៅពេលដែលឃើញគ្នាមានទុក្ខលំបាកអញ្ចឹងន័យនេះជាន័យត្រង់ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានយល់ហើយបើសិនជាយើងមិនបានកាន់ចិត្តមេត្តាករណាការចេះជួយគ្នាទៅវិញទៅមកនោះទេយើងមិនបានត្រូវជាមួយព្រះបន្ទូលរបស់ព្រះទេអញ្ចឹងក៏លើកទឹកចិត្តឲ្យយើងទាំងអស់គ្នាត្រូវមើលពីសេចក្តីទាំងអស់នេះយើងអាចជួយគ្នាទៅតាមលទ្ធភាពបើយើងមានតិចយើងជួយតិចយើងមានច្រើនយើងជួយច្រើនអញ្ចឹងទោះបីយើងរស់នៅជិតខាងគ្នាក៏អញ្ចឹងដែរយើងត្រូវតែចេះជួយគ្នានៅពេលដែលមានអាសន្នដូចគ្នាដែរឧទាហរណ៍ថាមានផ្ទះមួយគាត់កំពុងតែខ្វះខាតមានផ្ទះមួយគាត់ត្រូវការជំនួយជាម្ហូបអាហារឬជាសម្លៀកបំពាក់អញ្ចឹងយើងជាអ្នកដែលមានលទ្ធភាពយើងត្រូវជួយគាត់ទៅតាមលទ្ធភាពរបស់យើងមិនត្រូវថាយើងត្រូវហ៊ានលះបង់ឲ្យគាត់នៅអ្វីដែលយើងបានប្រុងប្រៀបនឹងជួយគាត់នោះឯងយើងជួយគេរកភ្លាមយើងជួយភ្លាមអញ្ចឹងយើងឃើញរឿងយើងជួយភ្លាមហើយឬក៏គេមករកអីចៃអង្គឬសុំអង្គអញ្ចឹងយើងមានយើងឲ្យភ្លាមកុំថាអ៊ំអញទៅសិនណាចាំតិចទៀតខ្ញុំមកវិញចាំខ្ញុំឲ្យមិនមែនអញ្ចឹងឯងគាត់ដាច់គោះស្លាប់អញ្ចឹងយើងត្រូវជួយគឺយើងជួយអាហ្នឹងយើងនិយាយពីការជួយអ្នកដទៃហើយចំណែកឯការដែលយើងត្រូវយល់ពីគ្នាយើងវិញយើងត្រូវជួយគ្នាយើងវិញទៅតាមរបៀបនៃការរៀនសូត្រដែរឧទាហរណ៍ឥឡូវគ្រូមិនបាច់និយាយណាវែងឆ្ងាយគ្រូនិយាយតែរៀននៅទីនេះទៅថាបើសិនជាយើងដឹងហើយមែនទេសមត្ថភាពគ្នាយើងសិតតែដឹងគ្រប់គ្នាអ្នកណាបកកែអីអ្នកណាបកកែអីអញ្ចឹងចំណែកខ្លួនឯងដែលជាអ្នកបកកែខាងមុខជំនាញអីមួយនេះមិនថាការ design មិនថាសរសេរគម្ពីរជា font ខ្មែរយើងត្រូវជួយទៅដល់អ្នកដែលគ្នាខ្សោយទៅយើងត្រូវជួយប្រាប់ត្រូវជួយបញ្យល់បន្ថែមដើម្បីឲ្យគ្នានឹងបានចេះដូចជាយើងដែរហើយចំណែកឯអ្នកខ្សោយជាងក៏ត្រូវចេះស្ដាប់គេដែរហ្នឹងវាជាគំរូសម្រាប់យើងដែលយើងរៀនសប្តាហ៍ថ្ងៃនេះវិញអរគុណព្រះអង្គតាសូមបន្តទៅមុខនៅអូទៅឡើងជុំនេះមានខទី29និង30មិនត្រូវប៉ុនប៉ងធ្វើបាបមិត្តភ័ក្តិដែលរស់នៅជិតខាងកូនហើយទុកចិត្តលើកូននោះឡើយកុំរករឿងនរណាម្នាក់ដោយអត់ហេតុគឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូនយល់ទេចឹងយល់ខ្លាំងហ្នឹងឯងព្រះអង្គថាកុំឲ្យយ៉ាងម៉េចកុំឲ្យរកល្បិចធ្វើបាបមិត្តភ័ក្តិឬក៏អ្នករស់នៅជិតខាងអញ្ចឹងឥឡូវនិយាយទៅមិត្តភ័ក្តិប្រហែលអ្នកហ្នឹងយើងត្រូវយ៉ាងម៉េចយើងត្រូវជួយគ្នាកុំធ្វើបាបគ្នាកុំលេងសើចជ្រុលហួសអញ្ចឹងយើងត្រូវពិចារណាអំពីចំណុចទាំងអស់ហ្នឹងពេលខ្លះយើងរៀនមួយម៉ោងអញ្ចឹងយើងមានគ្នាតែ2នាក់ទេហើយអ្នកខ្លះក៏តែម្នាក់ឯងដែរហ្នឹងម្នាក់ឯងអត់សូវអីតែគ្នា2នាក់យើងត្រូវជួយមើលគ្នាលើកទឹកចិត្តគ្នាឲ្យគ្នាចេះមិនមែនយើងធ្វើបាបគ្នាទេអញ្ចឹងនេះជាសេចក្តីដែលយើងត្រូវដឹងហើយបន្តមកទៀតកុំឲ្យរករឿងដែលអត់ហេតុ
sọc từ đó rừng kê rồi có sọc thưa bạc kê về bản trời để ní chỉ cùng ru để dân riêng tranh hay dân bị cha na được học nè chẳng bà sân chỉ nè na mình ban thưa ai khôi chồng pua dân cùng từ đó rừng kê lực lên thì kê thưa khôi chồng pua dân tê từ dân từ xua họ mua là hai từ dân từ dây mỗi kia ha hai ấy có thơ chẳng hai ấy có thưa nơi ca khôi con mà can dân ấy chẳng mình tha tầm mặt phẹ tế nông chỉ vật luôn nâu group mình tặng cứ dân trời tại bị cha là nào bán mặt chặt môn về để dân tơ rô hạt phò cho mình làm mà nè mình bé khác dân ở đăng rương ấy bật bạc có để dân lư bị nè đi bạp dương nè luôn chạy đam chạy cho nè luôn tha cọ bị mà nè chân thời chấn dân chia sẻ mấy luôn lư bị mà khang trôn mà kháng dân mà bởi dân khang ở ban bị cha là nào ban su hạt phò cho ba loa từ đó rồi đường kê từ đó chỗ này bay kê tới vì chỉ còn họ được mọi trường chứ bạn chia bảo ăn lên thực chất tam rồi dạ nèผมra bộ phong bảo ăn này quạt cắt tra của pi ní tha cùng rô riêng kia đã hạt phở bùa mật phe rồi có sạch nhiệt dương trời tì bằng khnia chiêm phật tê ngày nam muối dương trời ca chấm nuôi vì kế hay ngày nam xây muối tiết kia có trời ca chấm nuôi vì dương này chẳng phải chạy ta không chỉ vật ở luôn nơi nữa cứ dương trời ta cho phải trang hay dân trời ta bị cha rần na bị chúng nói tu từng ở nằng bị ca to mua to sầm đây có đôi kia dân mình trời ở cả miền nơi không thắt nặng nơi không ca rọp an bao dân tê chẳng xôm phải chọc cho mỗi kia nơi không công ty ní đào an pi kho tiết nơi kho ti sam môi sam pi pi tiệt chọc công trò này năng mình nấu khô khơi công rập rết tam kể lại bất pre ông một cha mình sắp pre hai tây năng mình nấu khơi khôi tê tai pre ông sna chia muối mình nấu tiệt trăng vậy đời dù lát kho cùng pi nâng sòng khai nên nên bọn ông việc để tha bọn ông sập hạt tây chỉ muối mình nấu ấy bọn mình sắp hà tây chỉ muối nâng lụa ấy ôn dồn lấy thời ấy chả dồn lấy rồi cụ bọ to tiền chẳng thật là màu bánh cụ bọ tam clear này khó nó cứ tha mình ao dương thưa cùng ru tam mà nu tôi chờ đặt mình hoặc cọ tề tê ho dạng mạch dương khơi kế rồi có khơi nào nam mà nè cái thưa cả cọ hay cái bàn lùi tràn chẳng đam bay oi ban rô lui tràn mình bảo cắt thay dương trâu từ thua cả cọ chừng mũi kia đam bay ban lui đại Paul tôi chờ đặt nó tê và ông ta còn oi chừng này chừng mũi mình hoặc cọ chẳng thật là mọi dương tận óc nia với dương không riêng tam phải nhá đại ông và tiền áo dương không bà bụng mà nãy dương quạt không rồi bạc đòi là tập hiệp rồi bỏ quát chẳng không niêm chia mà nuôi dương mình trâu bật bật nở bờ cọ một tê dương trâu chia tranh pi bờ cọ hỡi cùng oi mới đây tha thua tam kia lại tua bay ca năng tình tôi cả đời ở tia họ dương không bạch vậy ấy chờ này sao mãi đi dương chuột nằng ấy dương chuột nằng kẻ mà đấy khơi mặt phẹ rồi còn nè square riêng cho mỗi kia kê tờ lên nét rồi tờ lên kẻ trắng bờ khơi kê tờ lên trắng dương cùng tờ tam kê tôi bấy kê bờ buồn cả đời hãy tới ta làm quan phẹ mà màu ngày tờ lên ở sập bài ấy lên kèm là bay hãy tờ riêng bàn phải chào đây lấy dân bây giờ nào có sao gì dân tới tam kết dân trai đôi khâu ạ đấy dân từ lên kém ban là sờ bái màu với on bên trong này ấy thì tân xuống xuống miền rương miền rà tiền là bỏ hậu là bỏ lên là đôi kia lấy nó kia là bảy anh đi hành đông chân tơ chẳng bao dân chầm nải lui đời xa xong bẹt để dùng nó á vì anh bên đòn phải dạy mà can dương thì miền đất thua dân ở lui thèm hơi tình mong xuống là phục mà đại thả ao tiền trong cái miền chấm nói chắc lắm nè nó không chỉ bật dương là dương trơ chụp bật tè dân bản tha sờ đọc mau với Canada đại mình là ó chia tránh tụi bay tu cho thông cả đó hai Canada đại là ó chia diêm chui này thôi mình men ở dân phải trẻ từ tại rương mình là ó hay rương là ó dân mình thôi thì cứ mình trầm trời thì mình chỉ bật dương hay thử chăm tha bọn mình sắp hà tây cho mình khăn khôi tê bọn mình sắp hà tây cho mình nu đây thưa ở nhà ở tây và bạn chắc thưa ở nhà ở tây
យំសោកដោយសារខ្លួនទេព្រះអង្គសប្តាហ៍ទេជាមួយមនុស្សទៀងត្រង់ដូចជាមកយាយគាត់បានលើកមិញអញ្ចឹងកុំកុហកកុំបោកប្រាស់គេកុំលួចគេកុំមករៀនគិតតែផលប្រយោជន៍ខាងសាច់ឈាមយើងត្រូវពិចារណាអំពីព្រលឹងវិញ្ញាណយើងមករូបកាយយើងនៅទីនេះចិត្តយើងក៏ត្រូវនៅទីនេះដែរមិនមែនយើងមករូបកាយនៅទីនេះចិត្តនៅកន្លែងដើរលេងឬក៏ចិត្តយើងគិតតែរឿងផ្សេងវាមិនល្អទេនេះគ្រូនិយាយទាំងអស់គ្នាអញ្ចឹងយើងដឹងខ្លួនឯងនៅក្នុងចិត្តយើងដឹងខ្លួនឯងថាម្នាក់កំពុងតែគិតអីអញ្ចឹងបើយើងគិតក្នុងផ្លូវដែលអត់ត្រូវទេយើងទាញចិត្តយើងមកវិញហេតុអីបានគ្រូសួរថាចិត្តបងប្អូនចង់ដឹងពីចិត្តបងប្អូនតាមត្រង់ព្រោះគ្រូចង់ដឹងថាបងប្អូនរៀនសប្តាហ៍ថ្ងៃហ្នឹងគ្រូដឹងថាបងប្អូនចេះហើយប៉ុន្តែចំណែកឲ្យព្រះបន្ទូលរបស់ព្រះបងប្អូនយល់បានកម្រិតណាបងប្អូនចេះបានកម្រិតណាអញ្ចឹងហើយបានជាលើកទឹកចិត្តតាំងពីការអធិដ្ឋានឡើងចែកវេនឬក៏សុំឲ្យមានម្នាក់គាត់រៀនអធិដ្ឋានឲ្យចេះអធិដ្ឋានអញ្ចឹងទៅអញ្ចឹងទាំងអស់នេះឯងវាជាគំរូដែលយើងត្រូវរៀនចេញយើងមិនមែនប្រកែតែប្រាជ្ញាខាងឯមេរៀនសាច់ឈាមតែមួយមុខទេជំនាញតែមួយមុខទេយើងក៏ត្រូវប្រកែនៅក្នុងការបកស្រាយព្រះបន្ទូលក្នុងការត្រង់ត្រាប់នៅព្រះបន្ទូលដែរគូនិយាយមួយចុះមុនពេលដែលគ្រូអាចអធិប្បាយបានមកដល់ពេលនេះពេលដែលខ្ញុំចាប់ផ្ដើមអធិប្បាយដំបូងខ្ញុំក៏ភ័យដូចគ្នាខ្ញុំរៀបមេរៀនដំបូងខ្ញុំភ័យដូចគ្នាខ្ញុំរៀបបានតែ7ខទេក្នុងកូពីមួយហ្នឹងខ្ញុំរៀបបានតែ7ខទេហើយខ្ញុំប្រាប់មួយខ្ញុំឡើងអធិប្បាយដំបូងជើងឡើងញ័រចេះជើងញ័រហ្មងអង្គុយលើកៅអីហ្នឹងប៉ុន្តែជើងញ័រទៅនៅក្រោមមកយាយគាត់ទប់ជើងគាត់អីហើយបន្ទាប់មកអធិប្បាយបានមួយអាទិត្យពីរអាទិត្យចាប់ផ្ដើមក្លាហានតិចម្ដងពេលថ្វាយអង្គមមកពេលថ្ងៃអាទិត្យថ្វាយអង្គមមានចាស់ជុំគ្នាខ្ញុំអធិប្បាយឡើងញ័រជើងអធិប្បាយដំបូងអត់ហ៊ានទេប៉ុន្តែក្រោយពីការអធិប្បាយចប់ថ្វាយអង្គមចប់មានការលើកទឹកចិត្តពីម៉ាក់យាយមានការលើកទឹកចិត្តពីលោកគ្រូធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការរៀនមេរៀនបន្ទូលសប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងអ្វីដែលបងចង់ចែកម្លែកទៅកាន់យើងទាំងអស់គ្នាវិញចង់ឲ្យយើងទាំងអស់គ្នានឹងក្លាហានអញ្ចឹងដែរទោះបីយើងបាន1ខ2ខក៏ដោយយើងត្រូវតែបញ្ចេញនៅគំនិតរបស់យើងអញ្ចឹងហើយយើងបកស្រាយមកថាយើងយល់បានប៉ុណ្ណាយើងចេះបានប៉ុណ្ណាយើងយល់ថាក្នុងខនីមួយៗនឹងបង្រៀនយើងពីអីអញ្ចឹងកន្លែងនឹងឯងដែលខ្ញុំចង់ឲ្យទាំងអស់គ្នាចាប់ផ្ដើមធ្វើហើយក្លាហាននៅក្នុងការធ្វើចាប់សិនទៅមេរៀនយើងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអស់គ្នានឹងយកចិត្តទុកដាក់ហើយពិចារណាទាំងអស់គ្នាហើយយើងរៀនចេញជាមួយគ្នាសូមអរគុណសូមព្រះទាន